ក្រុមជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងរាត្រីនេះផងដែរ Channel យប់ស្ងាត់មានសាច់រឿងមួយយកមកដំណើរឲ្យបងប្អូនបានស្ដាប់កំសាន្តដែលខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងលៀងហើយចង់ដឹងថាសាច់រឿងបងលៀងមានអត្ថន័យក៏ដូចជារឿងរ៉ាវយ៉ាងណាសូមបងប្អូននិយាយស្ដាប់ជាមួយខ្ញុំដូចតទៅបងលៀងគាត់បាននិយាយរឿងរ៉ាវមកកាន់ខ្ញុំថាកាលដែលពេលគាត់នៅអាយុ15ឆ្នាំពេលហ្នឹងគាត់រៀននៅថ្នាក់ទី9បន្ទាប់ពីទនេពីការសិក្សាគាត់ជាក្មេងម្នាក់ដែលចូលចិត្តដើរខ្វះក្តាមខ្វះកង្កែបនៅតាមវាលស្រែអញ្ចឹងបងប្អូនជាមួយនឹងមិត្តភ័ក្តិរបស់គាត់ពីរនាក់ផ្សេងទៀតថ្ងៃមួយបន្ទាប់ពីទនេពីការសិក្សារៀនសូត្ររបស់គាត់ហ្នឹងគាត់បានបបួលមិត្តភ័ក្តិបានដើរទៅខ្វះក្តាមខ្វះកង្កែបនៅឆ្ងាយពីផ្ទះគាត់ប្រហែលជាង1គីឡូដីហើយនៅទីនោះផងដែរមានផ្ទះមួយដែលមើលទៅរាងស្ងាត់ចងំហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ខ្មឹកអញ្ចឹងបងប្អូនហើយនៅក្នុងផ្ទះនេះផងដែរបងលៀងគាត់បាននិយាយថាមានអ៊ំប្រុសម្នាក់ដែលគាត់មានវ័យប្រហែលជា50ឆ្នាំរស់នៅតែម្នាក់ឯងទេបងប្អូនហើយគាត់មិនមានប្រពន្ធមានកូនទេហើយឪពុកម្ដាយរបស់គាត់ក៏បានស្លាប់ចោលគាត់តាំងពីយូរយារណាស់មកហើយគាត់ជាកំឡោះចាស់ដែលរស់នៅម្នាក់ឯងហើយក្នុងផ្ទះនឹងផងដែរដែលកំឡោះចាស់នឹងគាត់រស់នៅនឹងគាត់មានឈ្មោះថាអ៊ំសនបងលៀងគាត់ហៅអ៊ំសនពេលនឹងដោយសារតាម្ដាយរបស់គាត់ក៏មានវ័យប្រហែលនឹងអ៊ំសនដែរអញ្ចឹងអ៊ំសនគាត់រស់នៅតែម្នាក់ឯងទេនៅក្នុងផ្ទះនឹងជាធម្មតាអ៊ំសនគាត់តែងតែចេញក្រៅដែរហើយអ៊ំសនគាត់ចេញទៅក្រៅហ្នឹងបំណងរបស់គាត់តែមួយទេគឺទៅទិញស្រាយកមកផឹកតែម្នាក់ឯងនៅក្នុងខ្ទមរបស់គាត់ហ្នឹងហើយថ្ងៃហ្នឹងផងដែរបងលៀងគាត់បានទៅខ្វាងក្ដាមខ្វាងកែបនៅជិតហ្នឹងទៅនៅពេលរៀងថ្ងៃដែរគាត់គិតថានឹងចូលទៅផ្ទះតាសនដើម្បីសុំទឹកគាត់ហូបអញ្ចឹងបងប្អូននិសាថាថ្ងៃក្តៅបងលៀងនិងមិត្តភ័ក្តិរបស់គាត់ហ្នឹងបានចូលទៅសុំទឹកតាសនហូបតែដោយសារតែពេលចូលទៅដល់ហ្នឹងឃើញថាសភាពផ្ទះគាត់ហ្នឹងវាអាក្រក់មើលពេកបងប្អូនបើនិយាយឲ្យចំទៅគឺលើសសម្បុកជ្រូកទៀតអញ្ចឹងណាដោយសារតែតាសនគាត់នៅម្នាក់ឯងហើយគាត់ជាមនុស្សដែលស្រវឹងខូបប្រាំងខូបភាសាមិនមានពេលទេណាទៅរៀបចំផ្ទះសម្បែងបានស្អាតបាតដូចគេអញ្ចឹងទៅវាធ្វើឲ្យផ្ទះគាត់ហ្នឹងមើលទៅគួរឲ្យខ្លាចបន្តិចដែរអញ្ចឹងបងប្អូនហើយបងលៀងគាត់មិនបានហូបទឹកទេដោយសារតែគាត់គិតថាមិនស្អាតអញ្ចឹងណាមិនមែនថាគាត់មាក់ងាយទៅតាសនទេតែដោយសារតែមើលឃើញទស្សនវិជ្ជាជាក់ស្ដែងទៅគឺបែបហ្នឹងមែនអញ្ចឹងគាត់អត់ហ៊ានហូបទេក៏បានចូលទៅអង្គុយទៅក៏ឃើញតាសនដែរតាសនក៏បានហៅគាត់អង្គុយលេងអង្គុយអីចឹងណាហើយបានមកសន្ទុះក្រោយមកបានគាត់ដើរចេញមកវិញហើយបងលៀងក៏គាត់មកផ្ទះរបស់គាត់ទៅហើយពេលដែលគាត់ចូលទៅនឹងឃើញតាសនគាត់កំពុងតែដកមេម្នាក់ឯងស្រាប្រហែលជា1លីត្រកន្លះនៅពីមុខគាត់នឹងក្លែមក្តឹម7ចុចជាមួយនឹងអំបិលដុំអញ្ចឹងបងប្អូនហើយបងលៀងក៏គាត់មិននៅនិយាយយូរដែរពេលហ្នឹងគាត់ក៏មកផ្ទះវិញមករហូតពីថ្ងៃក្រោយមកស្រាប់តែឮតំណែងមកថាតាសនគាត់បានទទួលមរណភាពបងប្អូនដោយមិនមានអ្នកណាដឹងទេហើយសារសពរបស់គាត់នឹងឡើងចង់រលួយអស់ហើយទម្រាំតែមានអ្នកដើរទៅដល់ផ្ទះគាត់នឹងចូលទៅអើតមើលគាត់ចឹងបងប្អូនដោយសារតាសនគាត់រស់នៅតែម្នាក់ឯងអញ្ចឹងអត់មានកូនចៅណាល្វីល្វល់ជាមួយគាត់ហើយត្រូវអ្នកជិតខាងក៏នៅឆ្ងាយពីគាត់ចឹងទៀតផ្ទះគាត់ក៏នៅរៀងដាច់ស្រយាលពីគេទៀតធ្វើឲ្យគាត់នឹងនៅតែឯងមិនសូវមានណាគេមកដល់ផ្ទះគាត់ចឹងហើយមរណភាពរបស់គាត់នឹងក៏បានបងប្អូនប្រជាពលរដ្ឋនឹងជួយម្ដាយម្ជើងម្នាក់រៀបចំចាត់ចែងពិធីបុណ្យសពតាសនហើយនៅក្នុងថ្ងៃពិធីបុណ្យសពរបស់គាត់នឹងដែររឿងរ៉ាវចម្លែកក៏វាបានកើតមានផ្សេងគ្នាគួរឲ្យខ្លាចផងដែរបងលៀងគាត់បាននិយាយទៀតថានៅថ្ងៃដែលបុណ្យសពតាសនហ្នឹងគឺពេលហ្នឹងចាស់គេមកកំដរសពគាត់ហ្នឹងដោយសារថាគាត់មានសាច់ញាតិបងប្អូនទេអញ្ចឹងអ្នកដែលមកកំដរគាត់ហ្នឹងគឺសិតតែអ្នកភូមិផងបងជាមួយគាត់ហ្នឹងនៅពេលដែលកំដរសពគាត់សុកទៅក៏ស្រាប់តែជះក្លិនស្រាភាយមកលក្ខណៈដូចមានមនុស្សម្នាក់ដែលកំពុងតែផឹកស្រាខ្លាំងជោគជាំហើយចំហាយស្រាហ្នឹងមកជះមកអ្នកដែលអង្គុយក្បែរហ្នឹងបងប្អូនហើយពេលហ្នឹងម្នាក់មានការសង្ស័យខ្លះដែរដោយសារតែនឹកថា
តាសនគាត់ជាមនុស្សដែលញៀនស្រាគាត់ផឹកស្រាស្វឹងស្រាខូបប្រាំងខូបភាសាអញ្ចឹងម្នាក់គិតថាប្រហែលជាវិញ្ញាណខ្មោចបតសនចង់មកលេងសើចជាមួយពួកគាត់អីចឹងណាហើយម្នាក់ក៏មិនមានការភិតភ័យខ្លាចអីប្រហែលដែររហូតដល់តែពាក់កណ្ដាលអាត្រៀតពេលហ្នឹងមេឃក៏ចាប់ផ្ដើមចង់កក់ខែផ្អុលភ្លៀងបងប្អូនហើយខ្យល់ក៏បានបោកបក់មកលើកន្លែងដែលរួមគ្នាអង្គុយចាំកំដរសពតាសនហ្នឹងធ្វើឲ្យម្នាក់ហ្នឹងគឺថាព្រឺរងាគ្រប់គ្នាអញ្ចឹងបងប្អូនបន្ទាប់ពីបានគិតគ្នាថានឹងបូជាខ្មោចតាសននៅព្រឹកស្អែកហើយលុះដល់ពេលព្រឹកស្អែកក៏នាំគ្នារៀបចំចាត់ចែងធ្វើកិច្ចពិធីបូជាសពគាត់អញ្ចឹងណាហើយនៅពេលដែលបូជាសពគាត់នឹងរឿងដែលចម្លែកនោះត្រង់ថាបូជាអស់ដើម7មួយដើមហើយនៅតែមិនទាន់សុះសពតាសនទៀតអញ្ចឹងបងប្អូនហើយតាសនគាត់មិនមានមាឌធំណាប្រហែលទេដោយសារតែគាត់ជាមនុស្សដែលផឹកស្រាជាប្រចាំអញ្ចឹងធ្វើឲ្យរាងកាយរបស់គាត់នឹងស្គមស្គៀងស្បែកឡើងក្រៀមអានឹងមុនពេលដែលគាត់ស្លាប់អញ្ចឹងបងប្អូនបងលៀងដោយសារតែបងលៀងគាត់បានទៅជួបមុនពេលដែលតាសនគាត់ស្លាប់គាត់បានឃើញអញ្ចឹងណាហើយតែម្នាក់គាត់ឆ្ងល់ថាហេតុអីបានជាបូជាសពរបស់គាត់នឹងមិនឆេះសោះអញ្ចឹងមិនងាយសោះសោះអញ្ចឹងហើយពេលដែលបូជាហ្នឹងក៏ពេលហ្នឹងគឺម្នាក់គឺបានធំក្លិនស្រារបៀបដូចធំដូចលមុតទុំភ័យចេញពីភ្លើងដែលបូជាសពរបស់តាសនហ្នឹងបងប្អូនធ្វើឲ្យម្នាក់ហ្នឹងគឺថាភ័យយ៉ាងខ្លាំងហើយពេលហ្នឹងដែរអាចារ្យយោគី2-3នាក់ហ្នឹងក៏បាននិយាយទៅកាន់កន្លែងដែលពិធីបូជាហ្នឹងថាសនអើយបើស្លាប់ទៅហើយក៏ស្លាប់ទៅជាតិក្រោយសូមឲ្យកើតនៅទីឋានដែលកំពុងខ្ពស់អញ្ចឹងណាកុំឲ្យពិបាកវេទនាដូចជាតិហ្នឹងព្រោះថាជាតិហ្នឹងវាពិបាកទៅហើយអញ្ចឹងមិនបាច់នៅអឡោះអាល័យទេទៅចាប់ជាតិថ្មីទៅបន្ទាប់ពីអាចារ្យយោគីបាននិយាយអញ្ចឹងហើយក៏ភ្លើងក៏ចាប់ផ្ដើមឆេះកាន់តែខ្លាំងឡើងធ្វើឲ្យសពរបស់តាសនហ្នឹងឆេះសោះអញ្ចឹងបងប្អូននេះប្រហែលជាតាសនគាត់នៅអឡោះអាល័យអីមួយក៏មិនដឹងអញ្ចឹងណាបន្ទាប់ពីនឹងមកនឹងអ្នកជិតខាងនឹងក៏បានរើសធាតុរបស់តាសននឹងរៀបចំទុកដាក់នៅក្នុងកោដ្ឋអីត្រឹមត្រូវអញ្ចឹងបងប្អូនហើយពិធីបុណ្យសពរបស់តាសននឹងក៏បន្តរហូតដល់តែចប់អញ្ចឹងទៅបន្ទាប់ពីបុណ្យសពរបស់តាសនចប់រួចរាល់ហ្នឹងទៅអ្នកភូមិក៏បានរៀបចំធាតុដាក់ក្នុងកោដ្ឋអីហើយក៏បានយកទៅទុកនៅលើផ្ទះរបស់គាត់ហ្នឹងហើយកម្មវិធីបុណ្យក៏បានចប់សពគ្រប់ហើយអ្នកភូមិផងរបងជាមួយនឹងក៏បានត្រឡប់ទៅផ្ទះស្ងាត់ផ្ទះរបស់តាសនហ្នឹងទៅហើយចាប់ពីពេលហ្នឹងមកផ្ទះតាសនក៏លែងសូវមាននរណាគេដើរកាត់ឬក៏ដូចជាឈៀងចូលលេងដែរព្រោះម្នាក់គិតនៅញើតនឹងខ្លាចខ្មោចតាសនអញ្ចឹងណាដោយសារថាតាសនធ្លាប់តែឃើញពីណាគេអញ្ចឹងតែងតែហៅចូលលេងផ្ទះអញ្ចឹងបងប្អូនអំឡុងពីកម្មវិធីបុណ្យសពរបស់តាសនចប់សពគ្រប់រួចរាល់បានរយៈពេលប្រហែលជា1ខែបងលៀងគាត់ជាមនុស្សដែលអាសាដើរខ្វាងកែបខ្វាក្តាមហ្នឹងក៏បានដើរទៅគៀកម្ដុំផ្ទះរបស់តាសនអញ្ចឹងបងប្អូនហើយពេលហ្នឹងផងដែរទៅពេលដែលគាត់ដើរជិតដល់ហ្នឹងគាត់ក៏បានឃើញសមោមនុស្សនៅក្នុងខ្ទមរបស់តាសនហ្នឹងហើយគាត់ឮសំឡេងស្រែកឲ្យបងលៀងហ្នឹងគាត់បានដើរចូលទៅលេងអញ្ចឹងណាថាមកចូលលេងអញ្ចឹងណាគាត់នឹកឃើញថាតាសនស្លាប់បាត់ហើយគាត់ក៏គ្មានកូនចៅណាដែរហើយនៅពេលដែលឮសំឡេងអញ្ចឹងគាត់មានបាននៅយូរទេបងប្អូនគាត់ក៏បញ្ញារត់ដាក់មេប្រូចបាត់ទៅអញ្ចឹងណាព្រោះថាគាត់ដឹងថាមិនមែនជាមនុស្សហើយដឹងថាជាខ្មោចហើយគាត់មាននៅអីទៀតបញ្ញារត់យកទៅប្រាស់យកបងប្អូនហើយសាច់រឿងរបស់គាត់មានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងដែរអរគុណបងប្អូនដែលបានស្ដាប់មកដល់ទីបញ្ចប់ហើយបើមានចំណុចខ្វះខាតអីណាមួយសូមបងប្អូនអធិស្ឋានផងហើយសូមបងប្អូនជួយចុច Subscribe និងចុចរូបបណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតសូមអរគុណបងប្អូនជម្រាបលា